បើកម៉ាស៊ីនដូចគ្នាប៉ុន្តែមូលហេតុអីបានភ្លើងយើងចេះតែកើនឧទាហរណ៍ថាពេលខែត្រជាក់អញ្ចឹងយើងបើកសីតុណ្ហភាព16គ្នាពេលខែក្តៅសីតុណ្ហភាពយើងបើក16ដូចគ្នាប៉ុន្តែមូលហេតុអីបានខែត្រជាក់យើងប្រើអគ្គិសនីអស់តិចខែក្តៅយើងប្រើអគ្គិសនីអស់ច្រើនការប្រើប្រាស់ថាមពលនិងការកើនឡើងបណ្ដាលមកពីការរៀបចំប្រព័ន្ធខ្សែភ្លើងខុសពីតម្រូវការរបស់ម៉ាស៊ីនមានការលាងសម្អាតថែទាំជាប្រចាំម៉ាស៊ីនត្រជាក់ធ្វើការហួសពីសមត្ថភាពរបស់វាមិនមានការសិក្សាក្នុងអគាររបស់លោកអ្នកដោយក្រុមការងារបច្ចេកទេសជំនាញការដំឡើងខុសប្រក្រតីអូខេមានន័យថាចំណុចទី1ការរៀបចំប្រព័ន្ធខ្សែភ្លើងខុសពីតម្រូវការរបស់ម៉ាស៊ីនឧទាហរណ៍ថាស្វិចរបស់ម៉ាស៊ីនត្រជាក់មួយគាត់ប្រើប្រាស់ខ្សែតែ2កន្លះទេប៉ុន្តែយើងប្រើខ្សែរហូតដល់6ការ៉េឬក៏10ការ៉េដែលយើងមិនបានសិក្សាដោយក្រុមជំនាញអញ្ចឹងការកើនឡើងនៃចំណាយរបស់យើងគឺកាន់តែខ្ពស់តាមនឹងទៀតព្រោះតម្លៃខ្សែនៅក្នុងទីផ្សារស្រុកខ្មែរគឺតម្លៃអត់ដូចគ្នាទេម៉ាស៊ីនត្រជាក់ធ្វើការមិនមានការលាងសម្អាតជាប្រចាំឧទាហរណ៍ថាបើសិនជាម៉ាស៊ីនត្រជាក់របស់យើងទៅជាបែបនេះអញ្ចឹងយើងចង់បានភាពត្រជាក់គឺអត់ទៅរួចទេវាធ្វើឲ្យម៉ាស៊ីនត្រជាក់របស់យើងហ្នឹងចេញតែសមត្ថភាពប៉ុន្តែវាអត់មានផ្ដល់មកខ្យល់អាកាសបរិសុទ្ធមកឲ្យអតិថិជនអញ្ចឹងណាដូចជាកន្លែងនេះការតម្លើងខុសបច្ចេកទេសមានន័យថាម៉ាស៊ីនគាត់តម្លើងនៅផ្ទាល់នឹងដីអញ្ចឹងវាធ្វើឲ្យម៉ាស៊ីនរបស់យើងហ្នឹងវាអាចនឹងងាយកកជាមួយនឹងធូលីផ្សេងតែបើសិនជាយើងអត់បានលាងជាប្រចាំទេធ្វើឲ្យការប្រើប្រាស់ថាមពលអគ្គិសនីរបស់យើងគឺកាន់តែកើនឡើងដោយបើកម៉ាស៊ីនដូចគ្នាប៉ុន្តែមូលហេតុអីបានភ្លើងយើងចេះតែកើនឧទាហរណ៍ថាពេលខែត្រជាក់អញ្ចឹងយើងបើកសីតុណ្ហភាព16គ្នាពេលខែក្តៅសីតុណ្ហភាពយើងបើក16ដូចគ្នាប៉ុន្តែមូលហេតុអីបានខែត្រជាក់យើងប្រើអគ្គិសនីអស់តិចខែក្តៅយើងប្រើអគ្គិសនីអស់ច្រើនដោយសារម៉ាស៊ីនត្រជាក់របស់យើងគឺវាប្រើកម្លាំងខុសគ្នាអញ្ចឹងពេលដែលម៉ាស៊ីនត្រជាក់សម្រាប់ប្រភេទក្រុមហ៊ុនប្រភេទម៉ាស៊ីនត្រជាក់ដែលឲ្យជាដូចជា inverter អញ្ចឹងវាមានមុខងារមួយគឺកាត់បន្ថយសន្សំសំចៃភ្លើងដូចគ្នាប៉ុន្តែបើសិនជាប្រភេទ inverter ដូចគ្នាប៉ុន្តែយើងអាចបានលាងសម្អាតទេម៉ាស៊ីនរបស់យើងគឺសុទ្ធតែធូលីអញ្ចឹងទោះតែ inverter ក៏នៅតែប្រើប្រាស់ភ្លើងអស់ច្រើនដែរហើយសំដៅក្តៅទៀតអញ្ចឹងម៉ាស៊ីនរបស់យើងនឹងធ្វើការហួសកម្រិតហួសបរិមាណអញ្ចឹងភ្លើងយើងគឺកើនគុណនឹង2ឬក៏គុណនឹង3